តឡាលោកកម្មសខាសំណុំរឿងលោកកម្មសខាតឡាការបើកសវនាការនៅថ្ងៃទី8 ខែមេសាសប្តាហ៍ក្រោយគឺក្រោយពេលពន្យាឬក៏ក្រោយពន្យាពេលច្រើនដងខ្ញុំឃើញព័ត៌មាននេះគឺបង្ហោះនៅគេហទំព័រសំទោស Facebook របស់មេធាវីរបស់លោកកម្មសខាមួយរូបគឺសហមេធាវីលោកផែងហេងដែលលោកបង្ហោះជាមួយនឹងដោយដាក់អមនឹងដីការបស់តុលាការផងដែលឲ្យលោកកម្មសខាចូលខ្លួនទៅបំភ្លឺនៅថ្ងៃ8តាក់ទងនឹងបាត់ចោតសន្តិទ្ធភាពគឺបាត់ចោតក្បត់ជាតិនឹងបងប្អូនតឡាការពជាពេលរឿងសំណុំរឿងលោកកម្មសខានេះម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតគឺពជាពេល8 ឆ្នាំជាងហើយម្ដងមកនេះ8 ឆ្នាំជាងពួកគេចាប់ខ្លួនគាត់កាលពីថ្ងៃទី3 ខែកញ្ញាឆ្នាំ2017បងប្អូនទាំងកណ្ដាលយប់រំលងអាត្រិតចោតពីបទល្មើសជាក់ស្ដែងដែលប្រព្រឹត្តតាមរយៈថ្លែងសារ3 4 ឆ្នាំមុន5 ឆ្នាំមុននោះនៅឯប្រទេសអូស្ត្រាលីហើយទៅគេទៅចាប់ប្រផាត់ប្រភេងមកដោយចាប់ហើយគឺរំលាយគណៈបកសង្គ្រោះជាតិដូចថាជាការរៀបចំមួយដើម្បីឲ្យវាមានបែបផែនហ្នឹងចាប់មេដាក់គុករំលាយគណៈបកចោលទាំងអស់ដើម្បីឲ្យត្រូវសាច់រឿងនឹងអីចឹងទៅហើយទៅនៅពេលដែលឡើងទៅសវនាការនៅថ្ងៃទី8នេះគឺតកតងនឹងសន្តិទ្ធភាពបានន័យថាការខົບខិតគ្នាក្បត់ជាតិសហការគ្នាជាមួយរដ្ឋបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាហើយរដ្ឋាភិបាលបរទេសនៅក្នុងបទចោទហ្នឹងគឺមានប្រទេសអាមេរិកសហរដ្ឋអាមេរិកចោទអាមេរិកថាចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាយកលោកកម្មសខាផ្ដន់ទាទោសគាត់ឲ្យជាប់ពន្ធនាគារនៅក្នុងផ្ទះ27 ឆ្នាំហាមឃាត់សិទ្ធិនយោបាយជាអចិន្ត្រៃយ៍ហើយឥឡូវនេះ8 ឆ្នាំជាងហើយដែលសវនាការនេះនៅតែលើកចុះលើកឡើងបងប្អូននៅក្នុងន័យច្បាប់ពេលដែលសវនាការពន្យាយុត្តិធម៌ដែលពន្យាពេលអត់មានការកំណត់ម្ដងហើយម្ដងទៀតគឺជាអំពើអយុត្តិធម៌ហើយព្រោះនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់សិទ្ធិមនុស្សអង្គការសហប្រជាជាតិឬក៏សិទ្ធិមនុស្សសិទ្ធិនយោបាយអន្តរជាតិអនុសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយសុទ្ធតែចែងអំពីថាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ដោយតុលាការឯករាជ្យហើយទាន់ពេលវេលាដែលអត់មានបងអង្គពេលយូរទេប៉ុន្តែសំណុំរឿងរកម្មសខានេះគឺពយល់ពេលរហូតព្រោះអីវាមិនដឹងថាកាត់យ៉ាងម៉េចបើរឿងនយោបាយហើយឥឡូវមិនចោតអាមេរិកថាចូលរួមក្បត់ជាតិផ្ដួលរំលំរដ្ឋាភិបាលជាមួយលោកកម្មសខាហ្នឹងចុះឥឡូវយើងទៅអោបកសោបអាមេរិកសិបបីដាសន្តិភាពស្អីហើយទៅយ៉ាងម៉េចហើយកាលបណ្ដោះលែងលោកកម្មសខាយើងនេះហើយជាការដែលយើងអាចផ្សះផ្សាជាតិបានណាយើងធ្វើឲ្យប្រជាពលរដ្ឋនៅតែក្តៅកាហាយនៅតែមានអំពើអយុត្តិធម៌អញ្ចឹងរឿងនយោបាយសោះគឺយើងនៅតែអោបកសោបភ្នំភ្លើងនៅក្នុងខ្លួននឹងរហូតអត់ព្រមលាវាឲ្យត្រជាក់សោះបាទប៉ុន្តែយើងចាំតាមដានរឿងតទៅទៀតបងប្អូនលោកកម្មសខាដូចខ្ញុំបានជម្រាបអញ្ចឹងគឺគាត់ត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារនៅក្នុងផ្ទះនឹងម្ដងដាក់នៅតាពាំងប្លង់នៅជិតព្រំដែនវៀតណាមឯណានោះផ្ទះគាត់នៅទូលកកឯណាយកទៅដាក់នៅឲ្យឆ្ងាយដើម្បីទី1កុំឲ្យប្រជាពលរដ្ឋដែលជាអ្នកគ្រប់គ្រងនឹងទៅសួរសុខទុក្ខកុំឲ្យក្រុមគ្រួសារមេធាវីនឹងស្រួលទៅសួរសុខទុក្ខឲ្យឆ្ងាយគឺជាកិច្ចតនកម្មដាក់គុកមួយឯងប៉ុន្តែអតនកម្មផ្លូវចិត្តហ្នឹងចឹងហើយដាក់ឆ្ងាយហ្នឹងកញ្ញាសេងធីរីហ្នឹងក៏អញ្ចឹងដែរយកគាត់ទៅដាក់ឯណានោះជិតព្រំដែនថៃណានោះទាំងបងប្អូនក្រុមគ្រួសារភ័ក្រឬក៏សកម្មជនអ្នកដែលគ្រប់គ្រងគាត់ជិះម៉ូតូជិះឡានឬក៏ជិះអីហ្នឹងមួយថ្ងៃវាស់ល្ងាចហ្មងទៅដល់ឆ្ងាយឯកោធ្វើទុកបុកម្នេញថាចោះបើគាត់នៅចាប់នៅគាត់នៅគៀនស្វាយសោះហើយគាត់ប្រព្រឹត្តបទល្មើសនៅភ្នំពេញចឹងហេតុអីក៏មិនដាក់នៅភ្នំពេញយើងថាគុកពេញអស់ហើយប៉ុន្តែយកទៅបរិយាចឹងដូចថនរដ្ឋាលីរតនៈរស្មីភួនកែវរដ្ឋសំទោសចិត្តតែនៅតែឈ្មោះលីរតនៈរស្មីលីរតនៈរស្មីអត់បានជាប់គុកទេគឺដឹងនៅណាទេដែលសម្រាប់លោកចូលរួមសម្រាប់លោកលឹមកំយ៉ាតែលោកលីតារាវុធនេះលីចន្ទរាវុធនេះគាត់ជាសកម្មជនចលនាមេដាធម្មជាតិជាមួយនឹងឡុងកន្ធាជាមួយភួនកែវរស្មីជាមួយនឹងថនរដ្ឋានិងលឹមលៀងហ៊ី5នាក់ធ្វើការជាមួយអង្គការតែមួយបរិយា5ខេត្តគុក5ខេត្តហ្នឹងគឺបរិយាហ្មងអត់ឲ្យនៅទុកក្បែរគ្នាចិត្តគ្នាអីប៉ុន្តែបើមន្ត្រីរបស់ខ្លួនវិញណាអុកញ៉ាថ្ងៃមុនខ្ញុំច្រឡំរឿងអុកញ៉ាណែជាប់ជួញដូរគ្រឿងញៀនបងលោកគិតមេងតាមពិតឈ្មោះលោកគិតធៀងមិនដឹងជាហេតុអីបានជាខ្ញុំទៅគិតរឿងទៅគិតមិញលាណានោះវិញខួរក្បាលខ្ញុំពេលខ្លះវាលឿនពេកខ្ញុំសូមអធិស្ឋានបងប្អូនលោកគិតធៀងនិងលោកថោងសារ៉ាត់ហើយលោកថោងសារ៉ាត់និងលោកគិតធៀងសុទ្ធតែជាអុកញ៉ាខ្ញុំភ្លេចទៅគិតថាអូតាមពិតលោកថោងសារ៉ាត់នេះជាប់ចោតពីបទសម្លាប់លោកអុកញ៉ាគិតមេងលីប្រហែលជាអញ្ចឹងបើជាមេងលីមិនគិតមេងលីដូចស្អីមេងលីកតុយអញ្ចឹងខ្ញុំយកមកដាក់ទៅចេញលោកគិតធៀងទៅជាលោកគិតមេងលីឥឡូវឃើញលោកលីចន្ទរាវុធមកទៅលីរតនៈរស្មីអីចឹងទៅវាច្រើនពេកខ្ញុំសូមអធិស្ឋានបងប្អូនតែបងប្អូនយល់តែខ្ញុំចង់និយាយអីមិនចឹងពេលខ្លះគឺវាលឿនពេកទៅអត់មានអ្នកណាជួយមកប្រាប់ខ្ញុំថាខុសហើយកែអីព្រោះអីខ្ញុំម្នាក់ឯងបើនៅពជុអាស៊ីសេរីកាលពីមុនខ្ញុំមានការស្ដាប់តិចអញ្ចឹង
ពេលខ្ញុំនិយាយអីខុសអញ្ចឹងទៅគេប្រាប់ឲ្យកែអញ្ចឹងទៅខ្ញុំស្ដាប់ឮបងប្អូនស្ដាប់ឮប៉ុន្តែខ្ញុំស្ដាប់ឮសហការីខ្ញុំប្រាប់ខ្ញុំខ្សឹបខ្ញុំអត់មានទេម្នាក់ឯងសុតសាតអញ្ចឹងខ្ញុំចង់និយាយថាលោកគិតធៀងដែលជាបងប្រុសរបស់លោកគិតមេងកាលគាត់ជាប់គុកអារឿងស្អីគេជួញដូរគ្រឿងញៀនអីហ្នឹងអត់បានជាប់គុកមួយថ្ងៃទេបន្ទប់ VIP រហូតនៅពេទ្យឈឺហ្នឹងហើយនៅសម្រាប់បន្ទប់ចិនចាថោងសារ៉ាត់នេះក៏តែអញ្ចឹងដែរអត់មានបានទៅជាប់គុកឯណាមួយថ្ងៃទេនៅបន្ទប់ VIP រហូតដល់ថ្ងៃចេញហើយបើរឿងសកម្មជនបរិស្ថានវិញមិនត្រឹមតែជាប់គុកទេយកទៅដាក់ក្នុងបន្ទប់គ្នាច្រើនបន្ទប់ខ្លះ20 30នាក់បើជ្រៀតគ្នាហើយបំបីគ្នាគ្រប់ខេត្តអញ្ចឹងទៀតតើឲ្យប្រជាពលរដ្ឋគិតថាស្តង់ដារយើងយ៉ាងម៉េចទៅយើងថាអាញាធរគេចង់យកដាក់យើងនៅណាក៏បានដែរប៉ុន្តែឲ្យតាសកម្មជនគណៈបកប្រឆាំងអីហ្នឹងសូម្បីតាថែមទៅថា100នាក់គឺគុកហ្នឹងជាអៀតអស់ហ្មងនៅភ្នំពេញហ្នឹងគឺគុកជាអៀតហ្មងថែមតែ2នាក់ទៀតឲ្យតាបកប្រឆាំងគឺជាអៀតហ្មងគឺត្រូវតែបរិយាយទៅពោធិ៍សាត់ទៅពាំងប្លង់ឬក៏ស្វ័យរៀងកញ្ចេះស្ទឹងត្រែងឯណាអញ្ចឹងទៅឲ្យតែឆ្ងាយមែនតើដើម្បីឲ្យគ្រួសារអត់អាចទៅសួរសុខទុក្ខបានហើយគេមិនទៅអាចខាត់នឹងអាជ្ញាធរមិនឲ្យបង្រាយពួកគាត់ទេគាត់យកលេសទៅណាក៏ដោយឲ្យតែគុកប៉ុន្តែហេតុអីបានជាមន្ត្រីរបស់គណៈបកកណ្ដាលអំណាចឬអង្គញាមហាមន្ត្រីអីទោះជាប្រព្រឹត្តធ្ងន់ប៉ុណ្ណាក៏ដោយជាប់គុកនៅភ្នំពេញហើយនៅបន្ទប់ VIP ទៀតហើយគេគឺទៅថាបងប្អូនយើងគិតថាប្រជាពលរដ្ឋហ្នឹងគេល្ងងមើលអត់ឃើញបងប្អូនធ្វើផ្ដេសផ្ដាស់អញ្ចឹងមិនមែនខ្ញុំពងតែឆ្ងល់រដ្ឋាភិបាលហ្នឹងគិតថាបងប្អូនខ្មែរយើងអូយល្ងងណាស់លោកអើយឲ្យតែផ្លុំតិចអីបន្តិចទៅសរង1 ព្រួយ 5 ឆ្នាំបោះឆ្នោតឲ្យយើងគិតថាគាត់នៅល្ងងអញ្ចឹងឬក៏យ៉ាងម៉េចបងប្អូនមិនល្ងងដល់អញ្ចឹងទេគេមិនហូបបាយត្រឡោកទេអស់លោកអ្នកដឹកនាំគួរយល់សម័យបច្ចេកវិទ្យានេះគេអត់ល្ងងទេគ្រាន់តែគេមិនហ៊ាននិយាយដោយសារអស់លោកបង្ក្រាបគេសារឲ្យនិយាយមើលមិនដឹងយកទៅណាអស់ទេសារម្នាក់ចង់ប្រេះទ្រូងស្លាប់ហើយអ្នកខ្លះរហូតតមកប្រាប់ខ្ញុំថាសំបីតែស្ដាប់មួងណារ៉េតក៏លួចស្ដាប់ក្នុងភួយឬក៏នេះដែរកម្មករសំណងទៅធ្វើផ្ទះឲ្យអ្នកធំណាអីអញ្ចឹងលួចស្ដាប់ខ្ញុំស្ដាប់ទៅចង់ស្រក់ទឹកភ្នែកហេតុអីបានមកលួចស្ដាប់មួងណារ៉េតខ្ញុំមានធ្វើអីហេតុអីបានជាយើងត្រូវខ្លាចគ្រាន់តែស្ដាប់មួងណារ៉េតនេះខ្ញុំពងតែឆ្ងល់គាត់ថាមួងណារ៉េតនិយាយត្រូវពេកចឹងពួកអាជ្ញាធរអីគេមិនចង់ឲ្យលឺយើងស្ដាប់ចឹងទេថាជាមនោគមវិជ្ជាឲ្យស្អប់រដ្ឋាភិបាលចឹងតែយើងស្ដាប់ទៅផ្ទះលោកធំលោកអីយើងលឺអីចឹងខ្លាចគេឈប់ជួលឲ្យធ្វើការតែពិតជាការគិតរបស់បងប្អូននេះណាខ្ញុំគាត់តែជម្រាបថាលោកធំណាអ្នកមាននៅស្រុកខ្មែរច្រើនណាស់ដែលជាមនុស្សរបស់គណៈបកប្រជាជនកម្ពុជាមិនប្រកាសថាគាត់គ្រប់គ្រងគណៈបកនេះទេគ្រាន់តែគាត់ដើម្បីអាជីវកម្មដើម្បីទ្រព្យសម្បត្តិរបស់គាត់ចេះតែហៃអើតាមគេទេប៉ុន្តែអាបេះដូងរបស់គាត់ហ្នឹងមិនមែននៅហ្នឹងទេគ្មានអ្នកមានរកស៊ីណាដោយសុចរិតចង់ឲ្យមានអំពើដោយសពថ្ងៃទេព្រោះថ្ងៃណាមួយរបររបស់គាត់នឹងខ្ទេចខ្ទីអស់អត់អាចរកស៊ីបានទេព្រោះវាអត់មានច្បាប់មានទម្លាប់អីត្រឹមត្រូវចេះតែអ្នកណាសន្លត់បំភ័យប្រព័ន្ធតុលាការអត់មានឯករាជ្យតិចៗគាត់ខ្លាចជាជនរងគ្រោះរកស៊ីអត់បានទេអញ្ចឹងបើសិនជាស្រុកទេស្រួលបួលទៅគឺគាត់អាចបើកអាជីវកម្មគ្មាននរណាមកបលិមបលំគ្មាននរណាមករករឿងក៏យើងធ្វើឲ្យទៅត្រូវច្បាប់តែឥឡូវត្រូវច្បាប់យ៉ាងម៉េចក៏ងាយដែរព្រោះគេរករឿងគ្រប់គេស៊ីគ្រប់ជំនាញតែចឹងយើងនៅតែពិបាកដល់អញ្ចឹងទៅគាត់អត់មានជំរឿសអីក្រៅពីអាសាច់ជូនខ្លាបើនៅស្រុកបានដូចខ្ញុំនិយាយចឹងការធ្វើបាតកម្មនៅទីលានប្រជាធិបតេយ្យមន្ត្រីអ្នកមានណាឲ្យទៅយកនំប៉័ងតឹងកាឆេគាត់មិនបាច់ប្រាប់ឈ្មោះទេអ្នកលក់អីវ៉ាន់នៅផ្សារអូឡ িম্প ិកចែកមុងឲ្យភួយឲ្យអីទៅទិញតែត្រឹម20 30គាត់ឲ្យថែម20 30 100មុង100ភួយអីទៀតផងដើម្បីឲ្យបាតកោនៅទីលានប្រជាធិបតេយ្យគេក៏មានបេះដូងគាត់ថាគេមិនហ៊ាននិយាយហើយប្រទេសដែលគ្មានអ្នកណាហ៊ាននិយាយការពិតបែបនេះគឺយើងនឹងទៅរកគ្រោះមហន្តរាយហើយសូម្បីតែគណៈបកប្រជាជនខ្លួនឯងហ្នឹងក៏រងទុក្ខវេទនាដោយសារតែប្រជាពលរដ្ឋអត់និយាយការពិតដែរមនុស្សខ្លួនឯងនៅក្នុងគណៈបកកណ្ដាលអំណាចបន្តិចទៀតលលីខ្សលដោយសារតែមនុស្សខ្លួនឯងអាជ័យធ្លាក់ទឹកហើយអើម៉ាយកទៅសងតែស្កយូរនៅតែគ្រួសារតកូលហ៊ុននេះចាំមើលបងប្អូនចាំមើលព្រោះក្រុមគេនៅខាងក្រោមហ្នឹងគេស្រាក់គ្នាអស់ហើយគឺធ្វើចំណេញស៊ីលើគេស៊ីតាមលើប៉ុន្តែក្រោមហ្នឹងគឺវិលកាងអញ្ចឹងទៅខ្ទេចអីគេខ្វល់អីគឺគេលួចជាតិទាំងអស់ហ្នឹងមកយូរទៅខូចទាំងអស់គ្នាគេមានទ្រព្យមានសម្បត្តិអីហើយអស់ជួនកាលអ្នកខ្លះមានទ្រព្យសម្បត្តិនៅស្រុកក្រៅហើយអស់រត់ចោលសន្តិភាពនឹងតែម្ដងហើយដល់ពេលអស់លោកនៅក្រាញញញៀលហ្នឹងសិតតែមនុស្សដែលគ្រាន់តែមកចេះតែថាស្អំចិត្តដើម្បីឲ្យល្អមើលហ្នឹងអត់ហ៊ានរិះគន់ហ្នឹងដើម្បីបានលៀបសការៈឬក៏នៅបន្តក្រាញអំណាចប្រព្រឹត្តអំពើពុករលួយហ្នឹងមានបានជួយជាតិអីណាយូរទៅប៉ះពាល់ទៅអស់លោកទាំងអស់ហ្នឹងមាននរណាស្មោះត្រង់ម្នាក់បានស្លាកឯកឧត្តមងារស្លាកគណៈបកប្រជាជនកម្ពុជានឹងជាអាវយ័ន្តទេបើទៅសួរបេះដូងប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាបើសាកធ្វើការស្ទង់មតិដោយសម្ងាត់កុំឲ្យដើរទៅសួរគេចំដាក់អាណាមឹកសាកមើលអានេះជាសក្ខីកម្មតាំងពីឆ្នាំ2012មកម្លេះគណៈបកប្រជាជនកម្ពុជានៅក្នុងឆ្នាំ2012បងប្អូនប្រកាសជាសាធារណៈអានឹងតាមលោកសុកអេសានដែលជាអ្នកនាំពាក្យរបស់គណៈបកនេះដែលគាត់ធ្លាប់សម្ភាសគាត់ថាគណៈបកប្រជាជនកម្ពុជាមានសមាជិកសកម្មជាង5លាននាក់កាលពីឆ្នាំ2012គាត់ថាមានសមាជិកសកម្មជាង2000ជាង5លាននាក់
ដល់តែពេលបោះឆ្នោតដល់រកតែ3 លាន 3 សែនសឹងតែលំបាកគណៈបកសង្គ្រោះជាតិបានជិតដល់3 លានចុះ5 លាន 5 សែននឹងនៅណាស្ទើរតែពាក់កណ្ដាលនៃតួលេខដែលយើងគិតថាគាត់ជាអ្នកមានបានគណៈបកប្រជាជនកម្ពុជាមានបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាណាហើយបងប្អូនសាកមើលគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតខ្លាំងជាងគេគឺនៅតំបន់ដែលមានអ្នកចេះដឹងជាពិសេសនៅភ្នំពេញនឹងតែម្ដងគឺធ្លាក់ឆ្នោតអស់តែម្ដងកន្លែងតំបន់ណាដែលធំគឺគណៈបកប្រឆាំងគឺមានតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ហេតុអីបានជានិស្សិតបញ្ញវន្តទាំងអស់នោះដែលជាសកម្មជនដែលជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាបែរជាដល់ថ្ងៃបោះឆ្នោតទៅបោះឆ្នោតឲ្យគណៈបកប្រឆាំងដោយសារតែគេមិនពេញចិត្តតែគេមិននិយាយនេះជាគ្រោះថ្នាក់ធ្ងន់ណាស់សម្រាប់គណៈបកប្រជាជនខ្លួនឯងព្រោះយើងមានតែសម្បកខ្លួនណាសំពីងសំពងដោយតែសម្បត្តិអាជ័យចឹងវាអត់មានក្លឹមទេហើយក៏ដឹងខ្លួនឯងដែរចឹងដើម្បីកែឲ្យមានក្លឹមហ្នឹងគឺយើងឈប់វាយបហាឈប់ធ្វើបាបធ្វើទុកបុកម្នេញកែស្ដារសិទ្ធិមនុស្សនឹងឲ្យប្រជាធិបតេយ្យនឹងរឹងមាំយូរទៅគេអត់ចាំបាច់ចូលគណៈបកប្រជាជនដើម្បីការពារជាតិដើម្បីប្រយោជន៍ជាតិទេរាល់ថ្ងៃនេះមនុស្សចូលទៅគណៈបកប្រជាជនឬចុះចូលហ្នឹងមិនមែនស្រឡាញ់ជាតិទេគឺស្រឡាញ់សុវត្ថិភាពកុំឲ្យមានគេធ្វើទុកបុកម្នេញខ្លួនទេជាតិក៏ស្រឡាញ់ដែរប៉ុន្តែបើនៅខាងគណៈបកប្រឆាំងស្រែកចុះស្រែកឡើងគេចាប់ដាក់គុកអត់អាចចូលស្រុកខ្មែរបានអត់អាចរកស៊ីបានចឹងចូលទៅតែចូលទៅនៅក្នុងគណៈបកដែលខ្លួនឯងជំទាស់មកអាយុមកហើយចូលទៅនឹងចូលដើម្បីអីចូលទៅដើម្បីលៀបសការៈដើម្បីកុំឲ្យគេធ្វើទុកបុកម្នេញហើយតើគណៈបកប្រជាជនយកអ្នកទាំងអស់នោះទៅវាជាទ្រព្យសម្បត្តិឬក៏ជាបំណុលបងប្អូនលលោកទាំងអស់នេះគឺជាសัตว์ស្អុយទេហើយខ្ញុំសូមទោសបងប្អូនខ្ញុំនិយាយនឹងមិនមែនមើលងាយបងប្អូនថាយីសัตว์ស្អុយមិនគេការពារគណៈបកសង្គ្រោះជាតិឬគណៈបកប្រឆាំងយូរដែរដល់ពេលគេចូលទៅស្រាប់តែខ្លាយទៅជាសัตว์ស្អុយសាច់ស្អុយសាច់ស្អុយនេះខ្ញុំចង់សម្ដៅថាមនុស្សដែលក្បាលមិនជាប់ដីជើងមិនជាប់មេឃអស់លោកជាមនុស្សឱកាសនិយមមនុស្សបែបនេះចង្រៃណាស់សម្រាប់ប្រជាធិបតេយ្យសម្រាប់អីសពបែបយ៉ាងការតស៊ូមតិអស់លោកពីមុនមកគឺអស់លោកបោកដើម្បីលៀបសការៈឲ្យអស់លោកមានគំនិតមួយថាថ្ងៃណាមួយអស់លោកនឹងបោកប្រជាពលរដ្ឋដោយសារតែចង់ថាស្រឡាញ់គណៈបកប្រឆាំងដើម្បីឲ្យមានតម្លៃខ្លួនយកទៅដោះដូរជាមួយលោកហ៊ុនសែនតាហើយលោកហ៊ុនសែននឹងលេបចូលទៅទៀតសាច់លលួយស្អុយនៅខ្លួនឯងឲ្យពេញកត្រកទៅយកសាច់លលួយស្អុយពីគណៈបកប្រឆាំងយកមកដាក់ថែមទៀតតើមានភុញនឹងក្លិនស្អុយអាសោចនឹងដែរទេតើឲ្យអាបរិយាកាសហ្នឹងវាផូរផង់ប៉ុណ្ណាទៅខ្ញុំអត់យល់គាត់នៅតែចិញ្ចឹមចិត្តយកមកថែមរហូតហើយជាប្រធានព្រឹទ្ធសភាអីហ្នឹងនៅតែចេញសារសន្តោសប្រោះប្រណីអ្នកដែលចូលមកគឺសន្តោសប្រោះប្រណីអ្នកដែលចោះចូលទេអ្នកដែលនៅរិះគន់ហ្នឹងគឺចាប់គេដាក់គុកងើបមួយវាយមួយដដែលអានេះមិនមែនជាចលនាបង្រួបបង្រួមជាតិដោយចិត្តស្មោះសរទេគឺបំផ្លាញឲ្យគណៈបកប្រឆាំងហ្នឹងរិចរិលប៉ុន្តែយកតែសាច់ស្អុយហ្នឹងទៅបំផ្លាញទាំងអស់អ្នកសាច់ស្អុយហ្នឹងទៅក៏បំផ្លាញជីវិតនយោបាយបានមកខ្យល់ទៅចូលគណៈបកប្រជាជនហ្នឹងជេរគណៈបកប្រឆាំងបានមកប្រាវបាត់ឈឹងអញ្ចឹងស្ងាត់ជីវិតនយោបាយរបស់គាត់ក៏ត្រូវស្លាប់ទៅទៀតអានឹងហើយដែលជាការជួយបំផ្លាញថាអស់មានអ្នកណាជួយរិះគន់អីទៀតទៅរដ្ឋាភិបាលគិតថាអស់អ្នករិះគន់ខ្លួនឯងស្ងប់អត់ទេបញ្ហាយើងមិនមែនយកបងមកបិទតបៅអត់លេបថ្នាំយើងមហារីកហើយតតែមានគេម៉ូថេរ៉ាពីអត់ព្យាបាលពីខាងក្នុងយើងអត់រស់ទេយើងយកតែមកលាបពីខាងក្រៅអត់រស់ទេឥឡូវនេះគឺចុងក្រោយគឺតកតងនឹងសាលាធរតម្កល់ការផ្ដន់ទាទោសអតីតសកម្មជនបពប្រឆាំងពីររូបអត់និយាយរឿងដោះលែងហ្នឹងគឺអត់តែម្ដងពីររូបហ្នឹងគឺអ្នកណាគេបងប្អូនសាលាធរពីររូបនេះគឺតកតងនឹងចិត្តជាប់គុកចិត្ត6ឆ្នាំអីហ្នឹងអត់មានលើកលែងអីតែបន្តិចគឺដោយសារចាប់ប្រកាន់ពួកគាត់ពីរឿងគ្រប់គ្រងដំណើរមាតុភូមិនិវត្តរបស់លោកសំរងស៊ីមកស្រុកខ្មែរវិញនិយាយទៅអ្នកណាឲ្យតែជាប់លោកសំរងស៊ីគឺគេឲ្យជាប់គុកឲ្យយូរបំផុតដើម្បីអីឲ្យប្រជាពលរដ្ឋស្អប់លោកសំរងស៊ីអ្នកណាដង្ហែតាមលោកសំរងស៊ីគឺជាប់គុកហើយជាប់យូរអត់ដោះលែងតាមពិតចង់ធ្វើបាបលោកសំរងស៊ីឯណោះទៅវិញទៅមកធ្វើបាបសកម្មជននៅមូលដ្ឋានធ្វើគេក្តៅកាហាយហ្នឹងវាតែអញ្ចឹងតែអ្នកដែលតឡាការផ្ដន់ទាទោសឬក៏តម្កល់សាច់រឿងនេះគឺមានលោកកកុម្ភានិងលោកច័ន្ទសុធីបាទសិតតែជាប់គុក16ឆ្នាំចិត្តដល់ហើយចិត្តនិយាយទៅ5ឆ្នាំហើយណា4 5ឆ្នាំហើយអត់មានបាត់មួយថ្ងៃទេហ្នឹងគឺមន្ត្រីគណៈបកប្រឆាំងដំបូងទៅមុនបងប្អូនរឿងយើងនៅកម្ពុជាហ្នឹងគឺថាអស់ពីរឿងមួយចូលរឿងមួយអស់ពីរឿងមួយចូលរឿងមួយគឺយើងព្រួយនឹងរឿងព្រំដែនមិនអស់ធនល្មមទេគឺថាត្រូវតែមកព្រួយរឿងបញ្ហាសង្គមរបស់យើងនឹងតទៅទៀតបងប្អូនប្រហែលជាតាមដានយ៉ាងយកចិត្តទុកដាក់ឲ្យមករយៈពេលប្រហែលថ្ងៃនេះ2 3ថ្ងៃចុងក្រោយនេះគឺមានករណីដែលប្រសង់មួយអង្គដែលជាប្រសង់ដ៏សកម្មនៅក្នុងកិច្ចការសង្គមគឺប្រសង់ជាវុធីត្រូវបានគេចាប់ផ្សឹកយ៉ាងដូចថាចាប់បង្ខំចាប់ផ្សឹកនៅឯវត្តពោធិ៍វាលនៅឯខេត្តបាត់ដំបងហើយក៏ចាប់បញ្ជូនខ្លួនមកផ្ដន់ទាទោសនៅតុលាការនៅឯភ្នំពេញឯនេះបាទអញ្ចឹងកាលពេលចាប់ដំបូងហ្នឹងសម្រាប់ស្បង់ផ្សឹកលោកដោយចោទប្រកាន់ព្រះអង្គនេះពីបទញុះញង់ឲ្យមានបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ហើយបងប្អូនដឹងគ្រប់គ្នាហើយថាប្រសងអង្គនេះសកម្មនៅក្នុងសកម្មភាពសង្គមសកម្មនៅក្នុងរឿងនយោបាយសកម្មនៅក្នុងរឿងព្រំដែនហើយសាររបស់ព្រះអង្គចុងក្រោយហ្នឹងគឺមានសរសេររៀបរាប់តាក់ទងជារឿងមួយនឹងរឿងព្រំដែនរឿងអីហ្នឹងដូចថាខ្មាស់ថៃតាក់ទងនឹងអាទង្វើរបស់យើងអីចឹងទៅក៏ប៉ុន្តែនៅពេលដែលគេកោះហៅព្រះអង្គឲ្យបង្ហាញវត្តមាននៅវត្តពោវិលហ្នឹងដែលអាញាធរកោះហៅហ្នឹងក៏ព្រះអង្គប្រហែលជាអាចព្រួយប្រតិតាក់ទងនឹងរឿងដែលគេអាចនឹងកោះដើម្បីឲ្យធ្វើទុកបុកម្នេញតាក់ទងនឹងសារហ្នឹងក៏មិនដឹងក៏លុបសារហ្នឹងចោលអស់ទៅវិញទៅតែនៅទីបំផុតក៏គេត្រូវតែសម្រាប់ស្បង់ចៃវររបស់ព្រះអង្គមុននឹងចាក់ក្រៀកចូលរថយន្តហើយយកបញ្ជូនមកភ្នំពេញដើម្បីចោទប្រកាន់ពីបទញុះញង់ឲ្យបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបទញុះញង់នេះគឺជាបទដ៏មានប្រជាប្រិយបំផុតនៅក្នុងការចោទប្រកាន់មន្ត្រីសកម្មជនគ្រប់រូបនៅតែពេលដែលខ្ទាស់នឹងរដ្ឋាភិបាលឬហ៊ានរិះគន់រដ្ឋាភិបាលឬក៏និយាយអីក៏ដោយប៉ះពាល់នឹងអ្វីដែលរដ្ឋាភិបាលធ្វើមិនកើតអាហ្នឹងគឺញុះញង់ទាំងអស់ដល់ពេលអញ្ចឹងទៅបទញុះញង់នេះគឺខំប្រឹងអាជ្ញាធរនគរបាលនឹងក៏បានផ្សាយមកថាឥឡូវប្រសងអង្គនេះត្រូវបានចោទប្រកាន់ហើយកាលពីថ្ងៃម្សិលមិញហ្នឹងពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមមិនសរសេរលំអិតពីញុះញង់ហ្នឹងប្រព្រឹត្តទៅពីម៉ោងណាតសេសារអីឬក៏ធ្វើសកម្មភាពអីទេព្រោះញុះញង់ហ្នឹងយើងដឹងហើយគឺអាចនឹងនិយាយប៉ះពាល់ដល់សតិអារម្មណ៍កងទ័ពដែលយើងកន្លងមកខ្ញុំមិននិយាយករណីព្រះអង្គជាវិធីទេខ្ញុំគ្រាន់តែនិយាយថាឲ្យតែញុះញង់គឺធ្វើឲ្យបាត់សន្តិភាពធ្នាប់សង្គមធ្វើឲ្យប្រជាពលរដ្ឋលែងទុកចិត្តរដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋមិនទុកចិត្តមន្ត្រីរាជការសាធារណៈអីលាក់នឹងលាក់អីចឹងតែហ្នឹងសិតតែញុះញង់ហើយបង្កឲ្យមានអសន្តិសុខសង្គមអាចនឹងធ្វើឲ្យមានមនុស្សបែកគ្នាអីលាក់នឹងលាក់ជាបទល្មើសមួយដែលគិតថាសាររបស់យើងនិយាយហ្នឹងគឺធ្វើឲ្យវឹកវរប៉ះពាល់ដល់សតិអារម្មណ៍ប្រជាពលរដ្ឋដែលអាចបង្កទៅជាអំពើហិង្សាឬក៏ស្អប់ខ្ពើមអីមួយហ្នឹងអាហ្នឹងហើយដែលជាគេចោទពីបទញុះញង់វាជាបទមួយដែលអាចនឹងលាតសន្ធឹងទាញឲ្យយឺតដោយកស៊ូចឹងទៅដល់យឺតដល់ណាក៏បានដែរអញ្ចឹងយើងដឹងគ្រប់គ្នានៅពេលដែលគេចោទព្រះអង្គពីបទញុះញង់គឺយើងអាចនឹងសន្និដ្ឋានបានថាច្បាស់ណាស់គឺអាចនឹងសាររបស់ព្រះអង្គការងារចូលរួមក្នុងកិច្ចការសង្គមរិះគន់សង្គមអីហ្នឹងព្រោះអីកន្លងមកទាំងថនរដ្ឋាលីរតនៈរស្មីសំទោសលីចន្ទរាវុធភួនកែវរស្មីលងកន្ធាឬលឹមលៀងហ៊ីឬក៏សុនស្រនសុភាពិសិដ្ឋអីលាក់នឹងលាក់អ្នកដែលគេចាប់មកហ្នឹងគឺអត់មានអីតែញុះញង់ហ្នឹងគឺណែនាំឲ្យរដ្ឋាភិបាលស្នើកុំឲ្យលុបបង្កទៅមកប្រាប់ឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនCLV គម្រោង CLV ឬក៏បញ្ហាសហជីពកម្មករបញ្ហាអីបញ្ហារឿងអីក៏ដោយហ្នឹងគឺញុះញង់ចឹងក៏ប៉ុន្តែអ្វីដែលគួរឲ្យចម្លែកមែនតើឲ្យប្រជាប្រដ្ឋអស់សំណើចហ្នឹងគឺនៅពេលដែលចោតប្រកាន់ព្រះអង្គរូបអង្គនេះផ្សឹកលោកហើយអីហើយចោតពីបទញុះញង់ដែលយើងគិតថាច្បាស់ណាស់មកពីសកម្មភាពនយោបាយបញ្ចេញមតិនៅលើបណ្ដាញសង្គមហើយអង្គការសង្គមស៊ីវិលដូចជាអង្គការ Liga do នៅក្នុងមូលដ្ឋានហ្នឹងក៏បានសរសេរសេចក្តីរាយការណ៍របស់ខ្លួនក៏លើកឡើងពីរឿងហ្នឹងដែរខ្ញុំអានសេចក្តីរាយការណ៍របស់អង្គការ Liga do ជាអង្គការសិទ្ធិមនុស្សនៅមូលដ្ឋានហ្នឹងសរសេរអញ្ចឹងថាប្រសង់ព្រះនាមពុទ្ធីជាពុទ្ធីប្រជជនមាយុ27ព្រះភាសាត្រូវបានចាប់ផ្សឹកនិងត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រាប់ចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រាបញ្ញត្តិ494និង495នៃក្រមព្រហ្មទណ្ឌនឹងបញ្ជូនឃុំខ្លួននៅឯពន្ធនាគាររាជធានីភ្នំពេញឬក៏ PG កាលពីថ្ងៃល្ងាចថ្ងៃទី2ខែមេសាជំវិញការបង្ហោះសារលើបណ្ដាញសង្គម Facebookគេអង្គការ Liga do ក៏បាននិយាយតាក់ទងនឹងការចោទប្រកាន់ជុំវិញការបង្ហោះសារលើបណ្ដាញសង្គម Facebook នេះដែរហើយអង្គការ Liga do ដដែលបានបន្ថែមទៀតថាព្រះអង្គត្រូវបាននគរបាលឯកសណ្ឋានស៊ីវិលខេត្តបាត់ដំបងចាប់ខ្លួនចេញពីវត្តពោវិលនៅក្នុងក្រុងបាត់ដំបងក្រោយមន្ទីរធម្មការនិងសាសនាបាននិមន្តព្រះអង្គដើម្បីសួរនាំនិងចាប់ផ្សឹកនៅព្រឹកថ្ងៃទី1ខែមេសាមុនពេលនគរបាលនាំខ្លួនលោកទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីសាកសួរក្រោយមកព្រះអង្គពុទ្ធីត្រូវបានបញ្ជូនបន្តមកសាលារាជធានីភ្នំពេញនៅថ្ងៃបន្ទាប់ហើយព្រះអង្គក៏ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនេះបន្ទាប់ពីបានរិះគន់រឿងបញ្ហាព្រំដែនកម្ពុជាថៃនិងការយកចិត្តទុកដាក់ចំពោះជនភៀសសឹកនៅបណ្ដាញសង្គម Facebook របស់ព្រះអង្គអង្គការ Liga do នឹងផ្ដល់ភាពយុត្តិធម៌ដល់ព្រះអង្គជាវិធីតាក់ទងនឹងរឿងឈឺឆ្អាលរឿងជនភេសករឿងស្អីហ្នឹងហើយចុងក្រោយគឺអង្គការនេះក៏បានបន្តទៀតថាព្រះអង្គវិធីគង់នៅវត្តពោវិលក្រុងបាត់ដំបងខេត្តបាត់ដំបងព្រះអង្គជាសមាជិកក្នុងក្រុមអ្នកសារព័ត៌មានប្រជាពលរដ្ឋនិងសកម្មនៅក្នុងការលើកឡើងអំពីបញ្ហាប្រៃឈើបរិស្ថានសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀតនៅក្នុងសង្គមព្រះអង្គអាចប្រឈមនឹងទោសពន្ធនាគាររហូតដល់2ឆ្នាំប្រសិនបើព្រះអង្គត្រូវរកឃើញថាមានទោសបងប្អូនបើយើងមើលគណោបការៈនឹងអ្វីដែលជាសកម្មភាពរបស់ព្រះអង្គណាសកម្មជាក្រុមព័ត៌មានប្រជាពលរដ្ឋសកម្មបញ្ហាប្រៃឈើបរិស្ថានសិទ្ធិមនុស្សនិងបញ្ហាផ្សេងទៀតនៅក្នុងសង្គមសុទ្ធតែជាការងារជួយសង្គមឥឡូវនេះស្រាប់តែថ្ងៃនេះ
នៅពេលដែលអាជ្ញាធរចោទប្រកាន់ព្រះអង្គដើម្បីឲ្យមានលេសគ្រប់គ្រាន់នៅក្នុងការចាប់ប្រកាយព្រះអង្គហើយក្រសួងមហាផ្ទៃអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្ងៃនេះចេញសេចក្តីប្រកាសព័ត៌មានចោទប្រកាន់ព្រះអង្គជាវិធីតកតងនឹងរឿងស្រីញីណានោះទៅវិញហើយខ្ញុំសូមអានការចោទប្រកាន់បែបនេះដែលធ្វើឲ្យប្រហោះរូបភាពប្រហោះអីតាមបណ្ដាញសង្គមនឹងមានឃើញមានដាក់សារឆ្លើយឆ្លងមានជាមួយស្រីស្នេហ៍រឿងនេះគឺយើងធ្វើឲ្យយើងនឹកឃើញដល់នាងខំចន្ទរាទីហៅស្រីមុំតកតងលោកកម្មសុខាដែលមានស្អីយុវជនម្នាក់ដែលផ្កាប់មុខនឹងគណៈបកប្រជាជនកម្ពុជាដែរនោះឈ្មោះស្រីចម្រើនហើយនឹងក្រុមគេប្រមាណក្រុមដោយទាំងនាងធីសវណ្ណថាផងអូនិយាយចឹងបងប្អូនមិនទៅឲ្យនាងធីសវណ្ណថាជួយតាមដានមើលគាត់ផងមើលកពើស៊ីបាត់ទៅហើយឬក៏យ៉ាងម៉េចទេលោកហើយខ្ញុំនេះឡើយតែរវល់ជាប់ដៃរឿងព្រំដែនខ្ញុំខានស្រាវជ្រាវរឿងនាងធីសវណ្ណថាឲ្យឈឹងតាមពិតខ្ញុំនៅតែគិតថាការចាប់ខ្លួននាងធីសវណ្ណថាដាក់ពន្ធនាគារដោយសារការផ្សាយព័ត៌មានតាមបណ្ដាញសង្គមអីហ្នឹងវាជារឿងអយុត្តិធម៌សម្រាប់គាត់ខ្លាំងណាស់ក៏ប៉ុន្តែមកដល់ពេលនេះគឺស្ងាត់ឈឹងដូចចោលលួចសេះតែម្ដងបងប្អូនប្រជាពលរដ្ឋក៏ខ្ជិលតាមដានឬមួយក៏បងប្អូនខ្ជិលឲ្យតាមយថាកម្មអញ្ចឹងឬក៏យ៉ាងម៉េចបងប្អូនមិនមែនទេយើងជួយគ្នាជួយមើលគ្នាផងព្រោះអីខ្ញុំបង្អែមលៀងមាត់មកផ្ទះថ្នោតហ្នឹងខ្ញុំមើលអត់អស់ដែរហើយដើម្បីផ្ដល់យុត្តិធម៌ឲ្យនាងធីសវណ្ណថាមិនចំពោះថាគាត់ចៅតាជាស្លឹកចេកគេប្រើកោះឲ្យគេកវត្តចោលអីក៏ដោយក៏ប៉ុន្តែអាណិតគ្នាជាជនរងគ្រោះនៃអំពើលើការលៀបសការៈឬក៏ការបោកបញ្ឆោតឬក៏ការលុះក្រោមអធិបុលប្រជាពិធដ្ឋណាមួយឬក៏ភាពភ័យខ្លាចឬក៏អីជួនកាលយើងមើលមិនដឹងស្ថានភាពគាត់យ៉ាងដូចម្ដេចទេដែលសុកកំពុងតែស្រឡាញ់គ្រប់គ្រងគណៈបកប្រឆាំងស្រាប់លុះក្រោមអធិបុលជាមួយនឹងរឿងចៅតាហ្នឹងទៅបំផ្លាញគណៈបកប្រឆាំងហើយមានសារតាក់ទងនឹងប្រើលុយលោកហ៊ុនសែននឹងឲ្យដល់$7 លានដើម្បីយកមកចាយចេះកំទេចគណៈបកប្រឆាំងដល់តែពេលចូលទៅក្នុងគណៈបកប្រជាជនកម្ពុជាហ្នឹងគេឲ្យកាន់ការងារបន្តិចបន្តួចរហូតដល់អភិបាលរងធំដែរអរិយខ្សាត់អីណាឲ្យកាន់ក្រុមការងារអីដល់ពេលហើយគាត់ស្មានតែគាត់នៅជាដូចនឹងក្រុមបកប្រឆាំងដែលនិយាយបានទៀតគាត់ភ្លេចគិតថាអូឲ្យទៅចូលរួមខ្លារួមចចកវងចចកហ្នឹងគឺយើងជាឆ្លុះគឺថឹងតែគេខំណាហើយដល់ពេលគាត់ស្មានតែគាត់នៅតែជាសัตว์កញ្ជ្រោងឬក៏ចចកអីដូចថាប្រកែកខ្លាំងអស្ចារ្យអីមានការឲ្យតម្លៃអីច្រើនដូចនៅក្នុងក្រុមប្រឆាំងកាលពីមុនដល់ចូលទៅក្នុងក្រុមគេគាត់ស្មានតែគេស្រឡាញ់គាត់យកចិត្តទុកដាក់គាត់មែនតើណាដំបូងគឺដូចលោកដួងតារាលួចអីចឹងចូលទៅហ្នឹងគឺថាគេយកមកហ្នឹងដើម្បីយកមកប្រើយើងគិតស្មានតែគេគិតថាយើងជាមនុស្សសំខាន់ណាដែលការពិតគឺគេគ្រាន់តែបង្ហាញឲ្យឃើញថាគេយកចិត្តទុកដាក់ដើម្បីទិញយើងឲ្យកុំឲ្យជាអតិពលដើម្បីប្របាក់គេទេគេយកចៃដៃយើងមកវាយគណៈបកប្រឆាំងអាហ្នឹងគេហៅយកស្លឹកចេកខ្ចប់មិនសមចេកហ្នឹងហើយដល់ពេលឲ្យអស់តម្លៃដល់យើងទៅគេកវត្តយើងចោលដល់គេអញ្ចឹងបងប្អូនតាមពិតអ្នកនាងធីសវណ្ណថាឬក៏អ្នកណាក៏ដោយគឺសុទ្ធតែជាជនរងគ្រោះនៃរបៀបដឹកនាំរដ្ឋនេះទេអ្នកទាំងអស់គ្នានឹងខ្លាយទៅជាជនរងគ្រោះដូចតែគ្នាហ្នឹងគ្រាន់តែអត់ទាន់ដល់វេនដូចលោកបណ្ឌិតកែមលីធ្លាប់មានប្រសាសន៍អញ្ចឹងថាទោះជាអ្នកមិនធ្វើអីសោះណាក៏អ្នកនឹងខ្លាយទៅជាជនរងគ្រោះដែរគ្រាន់មិនទាន់ដល់វេនដោយសារអីដោយសារអំពើអយុត្តិធម៌វាច្រើនពេកពីវាលពីកាលយើងដើរជន់ហើយអានោះដូចតែយើងដើរតាមផ្លូវអញ្ចឹងបើឆ្កែវាជុះអាចដាក់ពេញផ្លូវអញ្ចឹងបងប្អូនយើងមិនលែងអីនឹងជន់អាចឆ្កែនឹងមកដុំហើយព្រោះអីវាច្រើនពេកបើសិនជាយើងនាំគ្នាមានច្បាប់ទម្លាប់ថាណែអ្នកណាដឹកឆ្កែតាមផ្លូវបើសិនជាម្ចាស់ឆ្កែហ្នឹងមិនរើសលាមកឆ្កែហ្នឹងដាក់ថង់ដាក់អីយកទៅបោះចោលស្រួលបួលទេគឺពីនៃគាត់អីចឹងទៅផ្លូវហ្នឹងវាអាចស្អាតដែរបើធ្វើអញ្ចឹងយើងដើរទៅអត់បារម្ភនឹងជន់អាចឆ្កែគ្រាន់ប្រយ័ត្នប៉ុន្តែដល់ពេលលាមកឆ្កែហ្នឹងវានៅពេញតែផ្លូវពេញតែស្មៅពេញតែកន្លែងទោះយើងដើរទៅកន្លែងណាទោះប្រយ័ត្នយ៉ាងណាក៏ដោយថ្ងៃណាមួយនឹងភ្លាត់ទេព្រោះយើងទៅប្រយ័ត្នយ៉ាងម៉េចដើរលើផ្លូវដែលយើងដើរគិតថាផ្លូវស្អាតរហិលរួចទៅដល់ពេលហើយទៅប្រយ័ត្នតែអាចឆ្កែរហូតហ្នឹងតើយើងរកម្មចិត្តប៉ុណ្ណាទៅអញ្ចឹងបានថាវានឹងរងគ្រោះវានឹងប៉ះហើយបើប៉ះដោយគាត់អីអញ្ចឹងខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនតាមដានមើលគាត់ផងមិនពេញចិត្តមិនសប្បាយចិត្តគាត់ប៉ុណ្ណាក៏គាត់ជាមនុស្សម្នាក់ដែលកាលពីមុនហ្នឹងក៏គាត់នៅដូចថាស្រឡាញ់គណៈបកណាមួយនឹងជួយគ្រប់គ្រងអីអញ្ចឹងប៉ុន្តែលុះក្រោមអនាគតអគតិណាមួយអញ្ចឹងទៅគាត់មកបាំងមួយរយៈអញ្ចឹងទៅហើយឥឡូវគេកំចាត់គាត់ចោលអីអញ្ចឹងក៏គាត់នៅតែមានតម្លៃមួយថាបើយើងនិយាយពីសច្ចធម៌គឺមនុស្សជាតិយើងជួយមើលគ្នាផងគាត់រងការធ្វើទុកបុកម្នេញដោយសារសិទ្ធិសេរីភាពបញ្ចេញមតិរបស់គាត់តាមបណ្ដាញសង្គមដែរបងប្អូនមិនចូលចិត្តមិនស្រឡាញ់គាត់អីយ៉ាងណាក៏យើងយកអាភាពសច្ចយុត្តិធម៌មួយយកមកប្រកាន់នៅផ្លូវកណ្ដាលមួយគឺថាយើងគិតពីយុត្តិធម៌យើងកុំគិតពីអំពើបាបឬក៏បាបកម្មពីអីយើងគិតពីយុត្តិធម៌ហ្នឹងជួយតាមមើលគាត់ឲ្យខ្ញុំផងបើសិនមានព័ត៌មានអីដឹងពីនាងទីសន្តាខ្ញុំដឹងផងតើគាត់ជាប់ពន្ធនាគារហ្នឹងនៅឯណាឥឡូវហ្នឹងគេចោទគាត់ពីបទអីហើយយ៉ាងម៉េចទៅហើយជាប់គុកប្រហែលឆ្នាំតុលាការកាត់ទោសកាត់ក្តីអីមិនអត់ឈឹងតែម្ដងដាច់ភឹងហ្មងហើយសំនឹងបងប្អូនមួយចំនួនគិតថាហើយមិនទៅរំលឹកគាត់បានប្រយោជន៍អីផងព្រោះខាត់ពេលអីមិនមែនទេបងប្អូនខាត់ពេលខាត់អីក៏ដោយប៉ុន្តែសំខាន់គឺតកតងនឹងសច្ចធម៌យុត្តិធម៌
នឹងការដែលយើងត្រូវមើលខុសត្រូវមនុស្សគ្រប់គ្នាកុំថាឡើយមនុស្សនៅក្នុងគណៈបកប្រឆាំងគណៈបកកណ្ដាលអំណាចព្រោះអ្នកទាំងអស់នោះនឹងខ្លាយទៅជារដ្ឋជនរងគ្រោះក្នុងពេលណាមួយចាក់ជាមិនខានយើងមើលតែ MMO បាតផ្សារមួយទៅថ្លែងសារម្សិលមិញចង់វិច្ចបង្វិច្ចនាំកូនរត់ចោលសន្តិភាពហ្នឹងគឺយើងដឹងហើយថាតើដល់ពេលណាវាដល់ពេលហើយតាទឹកដល់ច្រមុះដល់យូរទៅលែងរត់ទៅរួចចាប់ផ្ដើមស្អីក៏ស្អីទៅវាអត់មានដូចថាវាតាល់វាច្រើនពេកចឹងណាបាទឥឡូវនេះគឺតកតងនឹងរឿងករណីនាងធីសវណ្ណថារឿងស្រីចម្រើនហើយខ្ញុំក៏នៅនឹកឃើញរឿងព្រះអង្គលួនសវ៉ាតព្រះអង្គសកម្មក្នុងកិច្ចការព្រំដែនកិច្ចការបរិស្ថានកិច្ចការសង្គមអីហ្នឹងគេចាប់ប្រផាត់ប្រភិញប៊ីតាភេសបកាយមិនទាន់ទៅប្រទេសស្វីសដល់ហើយហ្នឹងគឺចេញឯកសារវីដេអូខ្សែអាត់សម្លេងរឿងស្រីស្នេហ៍ហ្នឹងពាក់ប្រពូនគ្នាជាមួយប្រសង់អង្គនេះអស់ហ្នឹងអូខេលោកកម្មសខាក៏រឿងស្រីញីប្រសង់លួនសវ៉ាតឥឡូវចូលមកដល់ប្រសង់ជាវុធីនេះទៀតដែលជាសកម្មជនសង្គមសកម្មជនសង្ឃនេះអ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថានៅថ្ងៃទី1ខែមេសាសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការគ្នាជាមួយនឹងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានធ្វើការចាប់ខ្លួនចាំបាច់បានធ្វើការទៅអីណាបើចាប់ខ្លួនទៅអាពាក្យបានធ្វើការហ្នឹងខ្ញុំពងតែឆ្ងល់ទៅហេតុអីបានជាគេអាចប្រើអញ្ចឹងនិយាយទៅស្ដាប់ទៅរៀងព្រោះប៉ុន្តែដូចថាបងប្អូនយើងស៊ាំនឹងពាក្យខ្មែរថែមឲ្យលឹះហេតុអីបានជាយើងប្រើពាក្យថាពេលដែលបងប្អូនធ្វើដំណើរទៅមុខបន្តិចទៀតសូមធ្វើការបត់ឆ្វេងហើយនៅពេលរំលងបានពីផ្លូវទៀតសូមធ្វើការបត់ស្ដាំចុះហេតុអីបានជាចាំបាច់ធ្វើការទៅអីហេតុអីមិនបត់ឆ្វេងបត់ស្ដាំហ្មងទៅឬមួយក៏គិតថាធ្វើការនឹងព្រោះយកមកនិយាយដល់អញ្ចឹងយើងស្ដាប់ទៅបានន័យថាយើងបត់ស្ដាំទៅធ្វើការឬក៏ធ្វើការនៅពេលដែលយើងបត់ស្ដាំយើងធ្វើការងារដើម្បីបានលុយឬក៏អីវាអត់យល់តែដល់ពេលស្ដាប់ទៅគឺគេនិយាយរត់មាត់អញ្ចឹងទៅយើងព្រោះពេលខ្លះខ្ញុំនឹងរងអតិពលនៅក្នុងការប្រើពាក្យនឹងដែរដោយសារអីវាស្ដាប់ឮស៊ាំតែជាដោយអាពាក្យអីស្ដាប់ជាមួយប័ណ្ណចម្រៀងអីអញ្ចឹងបងប្អូនមកគ្នាបំពល់តាមសង្គមអញ្ចឹងទៅធ្វើឲ្យយើងដល់ស្ដាប់អញ្ចឹងបានថាស្នេហ៍មិនឈ្នះស្និទ្ធហ្នឹងណាដល់ពេលយើងឮជក់ចិត្តឮក្នុងតិចហ្នឹងរាល់ថ្ងៃដើរទៅអាខួរក្បាលហ្នឹងវាចាប់ដោយស្វ័យប្រវត្តិគឺយើងអត់បានគិតច្រោះវាចេញតន់និយាយទៅខុសដូចគេដែរសូមអញ្ជើញមកទស្សនាជាមួយនឹងប័ណ្ណចម្រៀងវាអត់មានទស្សនាជាមួយប័ណ្ណចម្រៀងស្ដាប់ជាមួយប័ណ្ណចម្រៀងអីកើតទេព្រោះប័ណ្ណចម្រៀងហ្នឹងគឺយើងស្ដាប់វាមិនមែនស្ដាប់ជាមួយវាទេបើស្ដាប់ជាមួយប័ណ្ណចម្រៀងបានន័យថាប័ណ្ណចម្រៀងហ្នឹងអង្គុយស្ដាប់ដែរយើងស្ដាប់ដែរហើយអង្គុយមើលស្អីផ្សេងជាមួយគ្នាព្រោះយើងជាមួយហ្នឹងបានន័យថាគាត់ក៏ស្ដាប់យើងក៏ស្ដាប់តែបើយើងស្ដាប់ប័ណ្ណចម្រៀងហ្នឹងយើងអត់ប្រើស្ដាប់ជាមួយទេព្រោះយើងស្ដាប់ប័ណ្ណចម្រៀងជាមួយនឹងបងប្អូនរបស់យើងជាមួយកូនយើងអាហ្នឹងវាត្រូវព្រោះបានន័យថាយើងនិងកូនយើងនិងអ្នកដទៃទៀតរួមគ្នាជាមួយគ្នាហ្នឹងស្ដាប់ប័ណ្ណចម្រៀងហ្នឹងប៉ុន្តែដល់យើងប្រាប់ថាខ្ញុំសូមអញ្ជើញបងប្អូនទាំងអស់មកសូមអញ្ជើញរីករាយពិសាជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់ពិសាជាមួយអាហារចឹងបានន័យថាយើងក៏ពិសាអាហារក៏ហូបខ្លួនវាដែរវាអត់ទៅរួចវាតតែយើងហូបអាហារជាមួយនឹងមិត្តភ័ក្តិឬក៏បបួលម្ចាស់ហាងមកហូបអាហារជាមួយយើងដែរបានន័យថាម្ចាស់ហាងក៏ហូបយើងក៏ហូបគឺយើងហូបអាហារមិនមែនហូបជាមួយអាហារទេបើយើងហូបអាហារជាមួយស្លាបព្រាឬក៏ជាមួយនឹងសមអាហ្នឹងដូចជាវាតំណងជាងព្រោះយើងត្រូវប្រើស្លាបព្រានឹងសមដើម្បីទទួលទានអាហារហ្នឹងអញ្ចឹងមិនយើងប្រើឈ្នាប់និបត្តិស័ព្ទជាមួយនឹងត្រូវដល់អញ្ចឹងទៅអញ្ចឹងតែវែងឆ្ងាយហ្នឹងតែខ្ញុំពិបាកមែនតើរឿងអាចារ្យរវល់ហ្នឹងសុំទោសបងប្អូនផ្អែមលៀងមាត់ហ្នឹងគឺតែអញ្ចឹងឯងវាគ្មានគ្រោងគ្មានព្រៀងអីទេតែរត់នឹកឃើញគឺនិយាយមួយម៉ាត់ទៅកុំឲ្យភ្លេចតែជាការដាស់តឿននេះក្នុងន័យស្ថាបនាទេបងប្អូនមិនមានចេតនាអីបន្តិចផ្អាក់អីរបៀបធ្វើការអីគេទេខ្ញុំគ្មានចេតនាដូច្នេះទេគាត់តែនិយាយកន្លែងខ្លះដូចខ្ញុំនិយាយចឹងថាខ្ញុំចូលចិត្តសរសើរចង់និយាយថាមិនសរសើរឲ្យស្លាប់ទេប៉ុន្តែបង្អាប់ឲ្យរស់ព្រោះដូចតែយើងចេញក្បាលលិខិតមកស្អីយើងសូមមានកិត្តិយសសូមជម្រាបជូនបងប្អូនថាទាហានយើងស្លាប់អស់ប៉ុណ្ណេះអ្នកអីវិញយើងអាចចេញក្បាលលិខិតមួយទោះបីជាផ្លូវការប៉ុណ្ណាដែលគេថាហេគំរូលិខិតគេត្រូវតែរៀបចំចេញក្បាលមកគឺខ្ញុំមានក្រសួងមានកិត្តិយសសូមជម្រាបជូនអញ្ចឹងហ្មងគឺយើងត្រូវតែថែមតែពាក្យអីផ្សេងបានហើយក្បាលលិខិតនឹងអត់ដូរវាមិនមែនអញ្ចឹងទេយើងមានកិត្តិយសជម្រាបជូនបងប្អូនសាធារណជនតែក្នុងករណីដែលយើងមានលទ្ធផលជោគជ័យអីមួយជាទីមនោរម្យជាដំណឹងល្អដោយរឿងស្អីស៊ីវជ័យពិសិដ្ឋអីនោះស៊ីវជ័យសិទ្ធកូនលោកស៊ីវសុជាតិអីហ្នឹងដែលអគ្គស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស្នងការដ្ឋានស្នងការនគរបាលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចេញសេចក្តីប្រកាសមុនហ្នឹងមែនទេនៅពេលដែលស៊ីសុជ័យអីហ្នឹងវិជ័យអីហ្នឹងគឺថាមិនចូលខ្លួនមកបង្ហាញខ្លួនថ្ងៃមួយគាត់ដាក់ថាយើងមានកិត្តិយសសូមជម្រាបជូនសាធារណជនថាជនដែលបុកគេស្លាប់មិនមកបង្ហាញខ្លួនទេហើយតែយើងស្ដាប់ទៅអត់មានកិត្តិយសដែរគេអត់មកបង្ហាញខ្លួនហ្នឹងហើយភាគហ្នឹងដដែលយើងមានកិត្តិយសសូមជម្រាបជូនសាធារណជនថារដ្ឋាភិបាលថៃអាជ្ញាធរថៃអត់ចូលរួមមកវាស់
vẹn đây đầm bay bọc cô đây khai ở khai vinh tề nó miên cái chút này cái ắt mà quát đây đầm bay ở dương ban đây vĩnh cái ắt màประชุมជាមួយយើងcái chút này việc toa tại dương thay miên cái chút xong chuẩn bị chun bom ôn tha ấy lấy níประสาทអង្គរវត្តរបស់យើងបានคลายទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយគេទទួលស្គាល់ហើយហ៎ប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌហ៎จะពីដងវែងសំវែងក្មាវែងអីបានត្រូវអង្គការពិភពលោកគេទទួលស្គាល់អាហ្នឹងមិនជាកិត្តិយសហើយកិត្តិយសនៅពេលមានមនុស្សស្លាប់កិត្តិយសនៅពេលតែមានបរាជ័យអវិជ្ជមានខ្មែរយើងអត់ដែលនិយាយចឹងផងព្រោះយើងបង្រៀនខ្មែរយើងឲ្យយល់អំពីថាបើគេនិយាយពាក្យហ្នឹងគឺយើងអាចរំពឹងថាណែបងប្អូនទាំងអស់គ្នាមកជុំគ្នាណោះមកអញ្ជើញមកជុំគ្នាខ្ញុំមានដំណឹងល្អមួយសម្រាប់ជម្រាបជូនបងប្អូនអញ្ចឹងបងប្អូនច្បាស់ជាដំណឹងល្អហ្នឹងអង្គុយត្រង់ត្រាប់ស្រាប់មកខ្ញុំមានកិត្តិយសសូមជម្រាបជូនបងប្អូនថាចាប់ពីដើមខែមេសានេះទៅគឺបងប្អូនត្រូវជំនះចេញពីភូមិឋានទាំងអស់ព្រោះទុកផ្ទះនេះឲ្យរដ្ឋឧទាហរណ៍អញ្ចឹងចុះមានកិត្តិយសដែរដំណឹងអញ្ចឹងល្អដែរវាអត់កើតព្រោះអីតែដំណឹងល្អអូសូមជម្រាបជូនបងប្អូនថាយើងមានកិត្តិយសនិងមានសេចក្តីរីករាយហើយនឹងដំណឹងល្អសូមជម្រាបជូនបងប្អូនអ្នកមកទាំងអស់នេះគឺម្នាក់បានប្រាក់ថវិកាឧបត្ថម្ភពីបុគ្គលនេះអង្គការនេះម្នាក់ 50000 រៀលហើយបានអង្គប៉ុណ្ណេះគីឡូហើយដីឲ្យម្នាក់កន្លះហិកតាដើម្បីយកទៅអាស្រ័យផលមិនយកពុនយកដាអីទេឧទាហរណ៍ដូចងាយស្ដាប់ជាងមិនអញ្ចឹងឯងបងប្អូនហេតុអីបានជាយើងទាំងអស់គ្នាហ្នឹងធ្វើឲ្យភាសាខ្មែរយើងច្បុកច្បល់យើងនៅពេលដែលក្បាលលិខិតនិងការសរសេរលិខិតច្បុកច្បល់ប៉ុណ្នេះយើងយល់ថាមិនដឹងថាស្រុកយើងច្បុកច្បល់ប៉ុណ្ណាព្រោះយើងអត់អាចរួមគ្នាដើម្បីសរសេរលិខិតមួយដើម្បីឲ្យយើងយល់ជាសាមញ្ញសោះយើងកែអាហ្នឹងអត់ទាំងបានប៉ុណ្ណឹង